ចាស្គាល់បងទាំងអស់គ្នាថ្ងៃនេះថាឲ្យក្បាលវីដេអូមកថាមួយលែលៀបអីចឹងណាបងប្អូនចាឯនឹងហ៊ានសក់កទេបងប្អូនណាចូលស្ទែងចាមកនឹងយើងរៀបថ្ងៃហ្នឹងរៀបចំប្រសាបងប្អូនតែអីហើយនិយាយថាមកលៀបលែមិនចឹងណាបងប្អូនចាអត់ប្រាចាបងប្អូននិយាយថាសាច់លែនិយាយថាតុនល្អមែនតើបងប្អូនលៀបចូលស្បែកយើងវិធានជាស្បែកយើងគឺថាដូចជាផឹកទឹកមួយថ្ងៃ3 4លីត្រចឹងណាបងប្អូនបន្ទាប់ពីយើងរៀបលែខ្លួនយើងមករៀបលែគ្រីមម្ដងបងប្អូនចាថាលែគ្រីមបាច់មើលសភាពដល់បងប្អូនគឺថាខ្ញុំវាយបំបែកវាសាគឺថានៅសល់ច្រើនស្ដាយចឹងបងប្អូនវាយបំបែកលៀមចឹងថ្ងៃនេះខ្ញុំបានទឹកគ្រឿងបងប្អូនចាខ្ញុំទិញត្រីយើងធម្មតាត្រីហៅបងប្អូនចាចឹងដាំស្ងោរត្រីហ្នឹងអីពុះហ្នឹងទៅយើងយកទឹកហ្នឹងទៅយកមកជុំបោកអញ្ចឹងណាបងប្អូនយើងជុំមិនថាឡើងចឹងបងប្អូនជុំហើយយើងយកទឹកនោះយកទុំម្លាយហើយនេះយើងដាក់គ្រឿងចឹងណាបងប្អូនដាក់គ្រឿងបងស្គមចេញតិចមកបងប្អូនរត់ដេហើយនឹងតិចហើយយើងដាក់មកតែមកយក3បន្លែបងប្អូនបន្លែតិចមកសល្អបងប្អូននេះទឹកគួនគេ4បាច់នេះគេឡៃឡងឲ្យមកបងប្អូនចាតែពេលនេះមកយកបេះផ្លាប់កៅអីចឹងណាបងប្អូនចាបងប្អូនយើងលេងទឹកយើងលេងឲ្យ3ភាសាអញ្ចឹងណាហ្នឹងហើយយើងទឹកខ្លាយរមមានសត្វអីនៅក្នុងផ្កាគេអីអញ្ចឹងណាបងប្អូនចាហ្នឹងហើយបងប្អូនមានការក្លោជាមានស្បៃកញ្ញាស្បៃអីអញ្ចឹងណាបងប្អូនយើងចុចទៅនឹងឆ្ងាញ់ណាបងប្អូនចាយើងកាត់អីចាញ់អញ្ចឹងទៅព្រោះវាមានដីនៅកន្លែងកូអញ្ចឹងណាបងប្អូនអានេះខ្ញុំចូលចិត្តតែកាត់ហើយបើកន្លែងដូចការក្លាអញ្ចឹងណាបងប្អូនចាយើងលាងវាស្អាតមកបងប្អូនជួយផុសហើយយើងស្ងោរទឹកពួនស្កាយអញ្ចឹងនេះបន្តមកយកបេះត្រីបងប្អូនបេះយកចង់យកអីចឹងក៏មិនមានត្រីចាយើងហើយជួយមកកត់ហូបអញ្ចឹងបងប្អូនបន្តមកយើងយកចឹងយើងរៀបលេងយកជាមួយกันនេះបងប្អូនចាវ៉ាវយកបានពីថ្ងៃមានថាមុខបាត់រោច្រើនណាបងប្អូនចានេះខាងក្នុង brand នេះបងប្អូនចាខ្ញុំទិញយកមកលក់ហើយក៏ប្រើខ្លួនឯងដែរបងប្អូនចាមានអារម្មណ៍ថាសាច់ទន់ល្អបងប្អូនពេលដែលកូនយើងស្លៀកហើយគឺថាអត់មានថត់កន្ទួយទេបងប្អូនចាហើយជាទឹកបានល្អនិយាយទៅល្អមែនទេបងប្អូន